chụp thay mở chí ở những thành tắc bình chà một con nàyจะสอดลืมบ่យើងគឺជីវាច្រើនហើយអញ្ចឹងយើងវាស់មើលទៅយើងឃើញថាវាលើសជីអញ្ចឹងយើងថែមទឹកធម្មតាចាអញ្ចឹងរូបមន្តនៃការដាំលើទឹកងាយស្រួលបងប្អូនលើសជីថែមទឹកខ្វះជីថែមជីបងប្អូនតែប៉ុណ្្នឹងឯងហើយយើងឆែកមើលវាទៅមួយថ្ងៃពីរថ្ងៃយើងឆែកមើលទឹកជីម្ដងចឹងទៅបងប្អូនចានេះគឺជាចាបរិយពេលវាលូតលាស់វាស៊ីជីច្រើនណាចា2 ទៅ 3 ថ្ងៃយើងឆែកមើលម្ដងខ្លាចវាទឹកចាអញ្ចឹងនេះពូជទៅសពផ្អែមដែរពួកខ្ញុំដាំហើយវាបានផលបងប្អូនហើយចាំមើលខ្ញុំបង្ហាញកញ្ចប់ពូជទៅសពផ្អែមហ្នឹងឲ្យបងប្អូនឃើញនេះបងប្អូននេះវាអត់ទាន់ប្រែពណ៌វាប្រែពណ៌តិចតិចណាចាឥឡូវពណ៌វាគឺថាវាមិនដូចក្នុងរូបទេព្រោះអីវាអត់ទាន់ធំត្រូវដល់ពេលវាប្រែពណ៌អញ្ចឹងវាពីមួយថ្ងៃទៅមួយថ្ងៃវានឹងប្រែពណ៌តិចតិចចាអញ្ចឹងនេះសម្រាប់ពូជទៅសពផ្អែមដែលពូជខ្ញុំដាំហើយវាបានផលហើយវាដុះអញ្ចឹងណាបងប្អូនសម្រាប់បងប្អូននៅត្រូវការពូជសពផ្អែមនេះអាចឆាត់ចូលពេកបានបងប្អូនអញ្ចឹងនេះមកអាប់ដេតបងប្អូនពីពូជសពផ្អែមដែលពូជខ្ញុំដាំហើយវាល្អខ្លាំងមែនតើល្អហ្នឹងទៅចាវាសួស្ដីបងប្អូនអរគ្នាដោយដើមក្បាលវីដេអូបងប្អូនឃើញអញ្ចឹងខ្ញុំដាំតសពចំណែកតសពផ្អែមនេះគឺវាពូជសបកពណ៌លឿងសាច់វាពណ៌លឿងមីហ่าបងប្អូនហើយតិចនិចក្នុងការដែលដាំចាបងប្អូនអាចមើលនៅក្នុងវីដេអូនេះនិយាយទៅគឺពួកខ្ញុំដាំលើទឹកហើយអ្វីដែលពួកខ្ញុំធ្វើសម្រាប់ដាំតសពផ្អែមក្នុងការថែទាំវានៅពេលដែលវាចេញផ្កាចេញផ្កាយីផ្កាឈ្មោះហើយជាពេលវេលាដែលយើងត្រូវថែទាំកាត់មែកវាឲ្យបងប្អូនដូចនេះខ្ញុំគឺយើងនឹងកាត់មែកវាខាងខំចំនួន8មែកមានថាយើងរាប់1រហូតដល់7រហូតដល់8យើងកាត់វាចេញហើយយើងទុកពីមែកទី9ទៅដើម្បីឲ្យវាកាន់ផ្កាហើយនឹងយកផ្លែតែម្ដងអញ្ចឹងសម្រាប់ការថែទាំដើមតសក់ផ្អែមនេះជាទូទៅសម្រាប់មែកខាងក្រោមគឺយើងអត់ទុកវាទេបងប្អូនយើងកាត់វាឲ្យស្អាតមកហើយរាប់ដូចខ្ញុំបងប្អូនរាប់រហូតដល់មែកទី7ទី8គឺយើងកាត់វាចោលបងប្អូនហើយទុកចន្លោះពីទី9រហូតឡើងទៅលើទៅគឺយើងអាចតផ្កាហើយយើងអាចធ្វើការរោយលំអងទៅលើផ្កានឹងបានអញ្ចឹងចំណែកនេះគឺជាផ្កាញីចាផ្កាញីផ្កាតសក់ផ្អែមញីអញ្ចឹងយើងត្រូវជួយរោយលំអងដោយយកផ្កាឈ្មោលមកដាក់លើផ្កាញីហ្នឹងយើងធ្វើបែបហ្នឹងគឺដើម្បីឲ្យដើមតសក់ផ្អែមរបស់យើងវាកាន់ផ្លែវាកាន់ក្តាប់បានល្អហើយសម្រាប់ផ្កាឈ្មោលដូចខ្ញុំធ្លាប់បានបង្ហាញជូនបងប្អូនបងប្អូនកន្លងមកអញ្ចឹងគឺវាអត់មានក្តាប់នៅខាងក្រោយគូតវាទេអញ្ចឹងបងប្អូនអាចកាត់វាយកមកដាក់រោយទៅលើផ្កាញីបានហើយបន្ទាប់ពីយើងរោយលំអងហើយបងប្អូនអាចកាត់អាមែកចុងហ្នឹងចេញមានថាធៀងដែលនៅជាមួយនឹងផ្កាហ្នឹងគឺយើងកាត់អាចុងហ្នឹងចេញមកយើងធ្វើបែបហ្នឹងដើម្បីឲ្យទឹកជីក៏ដូចជាសារធាតុចិញ្ចឹមទាំងប្រមាណហ្នឹងគឺមិននៅលើផ្លែកុំឲ្យអាចុងហ្នឹងវាស៊ីជីបងប្អូនចាអញ្ចឹងបន្ទាប់ពីយើងរោយលំអងហើយកាត់ថែទាំវាហើយយើងទុកវាប៉ុណ្្នឹងទៅហើយយើងអាចឆែកទឹកជីមួយទឹកយើងឆែកម្ដងដើម្បីថែទាំផ្លែតសក់ផ្អែមរបស់យើងហ្នឹងបងប្អូន